កាន់តែក្តៅកគុកតារាប្រកូរ៉េគីមសូយុនប្រឈមបញ្ហាធំក្នុងអាជីពក្រោយពីលោកធ្វើសន្និសីទកាសែតចប់ភ្លាមកាលពីពេលថ្មីនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាក្រុមហ៊ុនគ្រឿងសម្អាង YOU បានប្រកាសពីការបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈរបស់ខ្លួនជាមួយតារាប្រុសគីមសូយុនរួមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មដល់ទៅជាង20ក្រុមហ៊ុនផ្សេងទៀតដែលតារាសម្ដែងប្រុសជួរមុខរូបនេះធ្លាប់បានចូលរួមត្រូវដកចេញខ្ទេចខ្ទីគ្មានសល់បន្ទាប់ពីសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់តារាកូរ៉េរូបនេះភ្លាមជាក់ស្ដែងកាលពីរសៀលថ្ងៃទី31ខែមីនាឆ្នាំ2025តារាសម្ដែងកូរ៉េវ័យ37ឆ្នាំរូបនេះនិងមេធាវីរបស់លោកគឺបានធ្វើសន្និសីទដើម្បីស្រាយបំភ្លឺដល់អ្នកសារព័ត៌មានជុំវិញរឿងអាស្រូវស្នេហាដ៏ក្តៅគគុកជាមួយអតីតតារាសម្ដែងស្រីគីមសេរុនដោយលោកបានបដិសេធម្ដងទៀតថាលោកមិនបានស្រឡាញ់គ្នាកាលពីនាងនៅអនិច្ចជននោះឡើយមិនតែប៉ុណ្ណោះតារាប្រុសរូបនេះថែមទាំងបញ្ជាក់ទៀតថាអ្នកទាំងពីរគឺមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល1ឆ្នាំហើយពេលដែលគីមសេរុនគឺមានអាយុពេញវ័យហើយទោះជាបែបនេះក្តីការយំឥតឈប់ឈររបស់តារាប្រុសគីមសូយុនអស់រយៈពេល30នាទីនៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានគឺបានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមរហូតអាចទាញអ្នកទស្សនានៅចិនជាង13លាននាក់សឹងតែមិនគួរឲ្យជឿយ៉ាងណាមិញបន្ទាប់ពីសន្និសីទសារព័ត៌មានចប់ភ្លាមក្រុមហ៊ុនគ្រឿងសម្អាងគឺម៉ាក YOU បាននិយាយថាលក្ខណៈវិនិច្ឆ័យរបស់យើងគឺដាក់សុខភាពនិងផលប្រយោជន៍របស់ស្ត្រីគ្រប់រូបជាអាទិភាពនៅក្នុងពេលជាមួយគ្នានេះគឺយើងមិនអាចទទួលយកអាកប្បកិរិយាណាមួយដែលបំពានលើតម្លៃស្នូលនេះនោះទេលើពីនេះ Disney Plus ដែលជាអ្នកផលិតរឿង Knock Off គឺបាននិយាយថាភាពយន្តនេះមិនស្ថិតនៅក្នុងការវិភាគនៃការចេញផ្សាយរបស់ Disney Plus នេះទេនោះមានន័យថាភាពយន្ត Knock Off គឺអាចនឹងត្រូវផ្អាកមិនកំណត់រហូតដល់មានការជូនដំណឹងបន្ថែមទៀតKnock Off គឺជាភាពយន្តដែលចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់60,000 លានវ៉ុនដែលសម្ដែងដោយតារាសម្ដែងប្រុសគីមសូយុននិងតារាសម្ដែងស្រីជូប៊ូអាកន្លងមកប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថាតម្លៃពលកម្មរបស់តារាប្រុសកូរ៉េគីមសូយុននៅក្នុងមួយភាគគឺ800លានវ៉ុនដែលជាចំនួនខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េយ៉ាងណាខ្សែភាពយន្តនេះដើមឡើយគឺក្រុងនឹងចាក់បញ្ចាំងនៅខែមេសាប៉ុន្តែដោយសារតែរឿងអាស្រូវរបស់តួប្រុសពេលនេះការថតគឺត្រូវបានបញ្ឈប់ភ្លាមជាពិសេសថែមទៀតចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើងការផ្សព្វផ្សាយពាណិជ្ជកម្មចំនួន20ដែលតារាសម្ដែងប្រុសកូរ៉េរូបនេះគឺបានចូលរួមពេលនេះគឺត្រូវបានដកចេញទាំងអស់តែម្ដងក៏ប៉ុន្តែมันមានតួលេខសំណងកិច្ចសន្យាជាក់លាក់ដែលតារាសម្ដែងប្រុសគីមសូយុនត្រូវបង់នោះទេភ្លាមនោះដែរក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងប្រុសគីមសូយុនដែលមានឈ្មោះថា Gold Medalist គឺកំពុងតែស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរតែម្ដងនៅពេលនេះអ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថាក្រុមហ៊ុននេះធ្លាប់មានសាច់ប្រាក់ច្រើនដោយសារតែក្រុមហ៊ុននេះគឺមានកម្ពុជាតារាគីមសូយុនប៉ុន្តែស្ថានភាពពេលនេះគឺខុសគ្នាដាច់ស្រឡះតែម្ដងដោយសារតែតារាប្រុសរូបនេះកំពុងតែមានរឿងអាស្រូវក្តៅគគុកការបង្កកទាំងស្រុងនៃប្រតិបត្តិការលុបចោលព្រឹត្តិការណ៍ផ្សេងដែលបានគ្រោងទុកនិងការចំណាយបន្ថែមជាបន្តបន្ទាប់គឺបានធ្វើឲ្យតួលេខគណនេយ្យរបស់ក្រុមហ៊ុននេះគឺស្ទើរតែអស់តែម្ដងអ្នកខាងក្នុងឧស្សាហកម្មហិរញ្ញវត្ថុម្នាក់គឺបានឲ្យដឹងថាពួកគេបានឮថាមុនពេលដែលធ្វើសន្និសីទសារព័ត៌មាន Gold Medalist គឺបានរៃអង្គាសប្រាក់ចំនួន6,000 លានវ៉ុនដើម្បីដោះស្រាយវិបត្តិផងដែរចាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ព័ត៌មានមួយនេះគឺតាក់ទងទៅនឹងតារាប្រុសកូរ៉េគីមសូយុនដែលពេលនេះលោកកំពុងតែមានរឿងអាស្រូវក្តៅគគុកនៅលើបណ្ដាញសង្គមតែម្ដងហើយក្រោយពីតារាប្រុសរូបនេះបានធ្វើសន្និសីទសារព័ត៌មានដែលនៅក្នុងសន្និសីទសារព័ត៌មាននោះតារាប្រុសគីមសូយុនគឺបានយំយ៉ាងខ្លាំងតែម្ដងដែលធ្វើឲ្យមហាជនជាច្រើនគឺបានគិតថាលោកគឺពិតជាមិនមែនយំចេញពីចិត្តនោះទេគឺគ្រាន់តែជាការសម្ដែងតែការយំរបស់តារាប្រុសរូបនេះផងដែរគឺបានធ្វើឲ្យមហាជនជាច្រើនគឺមានការរិះគន់យ៉ាងខ្លាំងតែម្ដងហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺក្រោយពីសន្និសីទសារព័ត៌មានចប់ភ្លាមគឺលោកត្រូវបានគេដកកិច្ចសន្យាចោលខ្ទេចគ្មានសល់តែម្ដងដែលមានក្រុមហ៊ុនជាច្រើនគឺរហូតដល់ជាង20ក្រុមហ៊ុនផ្សេងគ្នានោះដែលតារាប្រុសរូបនេះធ្លាប់តែធ្វើជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក៏ដូចជាធ្វើជាទូតសុឆន្ទៈពេលនេះគឺត្រូវបានគេដកកិច្ចសន្យាខ្ទេចគ្មានសល់តែម្ដងហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេបងប្អូនក្រុមហ៊ុនរបស់គីមសូយុនដែលមានឈ្មោះថា Gold Medalist ពេលនេះក៏កំពុងតែមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដែរបងប្អូនក្រោយពីផ្ទុះរឿងអាស្រូវដកក្តៅគគុករបស់តារាសម្ដែងប្រុសគីមសូយុននេះចាស់ហើយសម្រាប់ព័ត៌មានមួយនេះផងដែរនាងខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណេះសិនសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ក៏ដូចជាទស្សនានៅរាល់ព័ត៌មានទាំងអស់ដែលចេញពី Channel របស់នាងខ្ញុំ
ហើយជាចុងក្រោយនេះផងដែរនាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អក៏ដូចជាធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពជានិច្ចសូមអរគុណនិងសូមជម្រាបលា